ល្ងាចថ្ងៃទី3ខែ7ឆ្នាំ2026ខ្ញុំបានទៅផ្ទះលោកគ្រូជឿនខ្ញុំបានឃើញអ៊ំស្រីម្នាក់ដែលគាត់មានអាការៈធ្ងន់ធ្ងរមែនទែនពេលមកដល់ហើយគាត់ដើរអត់រួចទេបងប្អូនគឺគាត់ជិះរទេះរុញមកទេហើយឥឡូវនេះលោកគ្រូគាត់បានព្យាបាលក៏ដូចជាចាប់សរសៃហើយនឹងរៀបចំឱសថមួយចំនួនដើម្បីឲ្យគាត់យកទៅពិសាលោកគ្រូគាត់ព្យាបាលទាំងក្រៅទាំងក្នុងបងប្អូនព្យាបាលទាំងក្រៅទាំងក្នុងព្យាបាលបែបម៉េចបងប្អូនគឺព្យាបាលខាងក្រៅគឺចាប់សរសៃលុញសរសៃឲ្យហើយខាងក្នុងគឺគាត់រៀបចំឱសថមួយចំនួនដើម្បីឲ្យគាត់ពិសានៅពេលដែលដល់ម៉ោងគឺត្រូវពិសាហើយពិសាតាមការណែនាំរបស់លោកគ្រូហើយឥឡូវនេះគឺលោកគ្រូគាត់បានរៀបចំចាប់សរសៃរៀបចំសម្រួលសរសៃឲ្យគាត់ហើយក៏មានបងប្រុសម្នាក់ទៀតដើម្បីឡើងក្រេបន្តដើម្បីឲ្យលោកគ្រូព្យាបាលបន្តទៀតបងប្អូនពួកគាត់សុទ្ធតែជាអ្នកជំងឺដែលធ្ងន់ធ្ងរគឺជាអ្នកជំងឺដែលអស់ជំរឹះគឺជាអ្នកជំងឺដែលមកពីពេទ្យឆ្ងាយមកពីទីកន្លែងឆ្ងាយទាំងអស់និយាយរួមទៅគឺជាកាំងសំណល់ដែលសល់ពីគេព្យាបាលទាំងអស់បងប្អូនហើយមានបងប្អូនមួយចំនួនដែលគាត់តែងតែថាអូតាមគេតាមឯងបងប្អូននិយាយភាសាបែបហ្នឹងបងប្អូននិយាយត្រូវហើយប៉ុន្តែបងប្អូនមិនមែនជាអ្នកជំងឺទេវាជារឿងធម្មតាទេបងប្អូនអ្នកដែលឈឺអស់ជំរឹះហើយគឺតែងតែទៅរកកន្លែងណាដែលអាចព្យាបាលបន្តជីវិតគាត់បានដែលអាចបន្តសង្ឃឹមគាត់បានគឺគាត់ទៅបងប្អូនអញ្ចឹងសម្រាប់យើងដែលមិនមែនជាអ្នកឈឺដែលយើងមិនមែនបងប្អូនឈឺមិនមាននិយាយតាមឲ្យឈឺអញ្ចឹងយើងអត់យល់អារម្មណ៍មួយនេះទេបងប្អូននៅពេលដែលគាត់មានជំរឹះមួយចុងក្រោយគឺគាត់ទៅរកហើយលោកគ្រូណាក៏ដូចលោកគ្រូណាបងប្អូនណាក៏ដូចបងប្អូនណាដែរនៅពេលដែលយើងឈឺទៅពេទ្យនេះទៅកន្លែងនោះកន្លែងនេះកន្លែងនោះអស់ជំរឹះអញ្ចឹងយើងឮកន្លែងណាគឺយើងត្រូវទៅកន្លែងហ្នឹងដើម្បីបន្តព្យាបាលឲ្យតែមានលោកគ្រូព្យាបាលឲ្យតែមានឱសថផឹកគឺគាត់ទៅបងប្អូនអញ្ចឹងបងប្អូនគួរតែពិចារណាការខមមិនវាយប្រហារបែបនេះមួយបែបនោះពីរបងប្អូនគិតថាល្អបងប្អូនគិតថាស័ក្តិសមបងប្អូនគិតចោះប៉ុន្តែបងប្អូនត្រូវយល់ថាបងប្អូនមិនមែនជាអ្នកជំងឺបងប្អូនមិនមែនជាក្រុមគ្រួសារដែលឈឺទេនៅពេលដែលឈឺអស់ជំរឹះចុងក្រោយនៅពេលដែលទៅពេទ្យអស់ជំរឹះនៅពេលដែលទៅរកកន្លែងផ្សេងអស់ជំរឹះអញ្ចឹងកន្លែងលោកគ្រូជឿនគឺជាកន្លែងជំរឹះចុងក្រោយសម្រាប់គាត់នៅពេលដែលគាត់មកដល់គឺគាត់ព្យាបាលហើយមើលជំងឺហើយគឺគាត់មានអារម្មណ៍ថាធូរស្រាលគឺគាត់នឹងព្យាបាលបន្តទៀតហើយក៏ប្រាប់បងប្អូនមកបន្ថែមទៀតវាជារឿងធម្មតាទេបងប្អូនបើសិនជាគាត់ព្យាបាលមិនធូរស្រាលមិនធូរស្បើយក៏គ្មានប្រជាជនណាទៅរកគាត់បន្តទៀតដែរបងប្អូនដូចជាបងប្អូនបានឃើញទស្សនវិជ្ជាជាក់ស្ដែងអញ្ចឹងគឺល្ងាចម៉ោង 6:07 ហើយគឺមានប្រជាជនទៅបន្តជាហូរហែមកពីខេត្តឆ្ងាយដើម្បីទៅរកគាត់ព្យាបាលបងប្អូនមានបងប្អូនខ្លះគឺតម្រៀបជួរតម្រង់ជួរគ្នាលោកគ្រូក៏គាត់ហត់នឿយណាស់ដែរបងប្អូនមិនមែនថាគាត់មិនហត់នឿយទេគាត់ហត់នឿយណាស់ដែរអញ្ចឹងគាត់ក៏បានចំណាយពេលអាយុគាត់ប៉ុណ្ណេះក៏គាត់មិនមានកម្លាំងឯណាមុំមួនទេបងប្អូនគាត់ក៏ចេះហត់នឿយដែរហើយគាត់ក៏ព្យាយាមព្យាបាលពុកម៉ែបងប្អូនទៅតាមសមត្ថភាពទៅតាមលទ្ធភាពដែលគាត់បានហាត់រៀនពីមុនមកអញ្ចឹងអ្វីដែលយើងគួរតែចែករំលែកល្អគួរតែចែករំលែកដើម្បីឲ្យបងប្អូនដែលមានជំងឺឈឺស្កាត់ដែលអស់ជំរឿសអត់មានកន្លែងទៅអញ្ចឹងបងប្អូនអាចមកព្យាបាលនៅលោកគ្រូបានអញ្ចឹងសម្រាប់ខ្ញុំគ្រាន់តែអ្នកចែករំលែកវីដេអូល្អហើយក៏ជាអ្នកជំងឺម្នាក់ដែលទៅរកឱសថលោកគ្រូផឹកដើម្បីបន្សាបជាតិស្ករដើម្បីបញ្ចុះជាតិស្ករតែប៉ុណ្ណោះបងប្អូនរឿងអីផ្សេងទៀតគឺខ្ញុំមិនមែនជាអ្នកនៅក្បែរលោកគ្រូមិនមែនជាសាច់ញាតិលោកគ្រូនិយាយទៅគឺមិនមែនជាខ្សែលោកគ្រូទេខ្ញុំគ្រាន់តែជាអ្នកខែជាមួយគ្នាហើយវីដេអូមកដល់ចំណុចនេះបងប្អូនគឺជាចំណុចដែលបងប្អូនក៏ត្រូវចូលបន្តទៀតអ្នកជំងឺដែលរៀនធ្ងន់គឺលោកគ្រូអនុញ្ញាតឲ្យចូលមុនដើម្បីឲ្យលោកគ្រូគាត់ជួយមើលហើយសម្រាប់បងប្អូនដែលរៀនស្រាលគឺគាត់ត្រូវរងចាំបន្ថែមទៀតខ្ញុំអត់ដឹងថារងចាំដល់ម៉ោងប្រហែលទេបងប្អូនគឺគាត់នៅយូរមែនទែនហើយខ្ញុំក៏សម្រេចចិត្តបកមកផ្ទះវិញខ្ញុំឃើញលោកយាយលោកតាច្រើនអាណិតគាត់មែនទែនបងប្អូនអង្គុយរងចាំ